ការបាក់ច្រាំងវាមានច្រើនរឿងបាទការបាក់ច្រាំងអាចមកពីកត្តាធម្មជាតិដោយបង្ហាញផែនទីអំបញ្ញមិញនេះទន្លេវាមានភាពបត់បែនវាមានកោះដុះនៅកដាលអញ្ចឹងទឹកហូរទៅបាក់ច្រាំងអីចឹងទៅបាទឬមួយកោងមួយចំហៀងដុះខ្សាច់មួយចំហៀងបាក់ដូចជារកាកោងការបាក់ច្រាំងដោយសារតែបងប្អូនមួយចំនួនទើបតែដាក់ដីថ្មីទើបតែបូមខ្សាច់យកមកសាងសង់នៅលើច្រាំងទម្ងន់ធ្ងន់មិនមានគ្រឹះត្រឹមត្រូវបាទភ្លៀងមកទឹកឡើងមកទឹកស្រកទៅវិញលឿននោះដីនោះវាទន់ផងក៏ទាញទៅយើងហៅថា landslide ការបាក់ច្រាំងបណ្ដាលមកពីនៅប៉ែកខាងលើនៅដីនោះគឺមានបឹងមានអីស្តុកទឹកច្រើនទឹកឡើងមកច្រាំងបែកនៅពេលទឹកឡើងនៅពេលដែលទឹកស្រកទៅវិញលឿនបាទអញ្ចឹងអាទឹកពីបឹងពីមកវាជ្រាបហូរមកបុកមកទន្លេបងប្អូនអាចទៅមើលទៅតាមច្រាំងទន្លេគឺឃើញទឹកហូរមកហើយបាទអញ្ចឹងទឹកហូរមកបូកនឹងការរស់នៅរបស់ប្រជាពលរដ្ឋទឹកហ្នឹងព្រោះយើងទឹកការងូតទឹកការប្រើប្រាស់ផ្សេងបាទហើយគាត់នៅតាមច្រាំងហ្នឹងឬអត់នៅច្រាំងក៏វា landslide ដាច់មកទៅបាទការបាក់ច្រាំងដោយសារអីទៀតការបាក់ច្រាំងអាចខ្ញុំអត់ថាទេបើសិនជាបូមខ្សាច់មិនទៅតាមលក្ខខណ្ឌអាជ្ញាប័ណ្ណបានន័យថាមិនទៅតាមបច្ចេកទេសមិនក្នុងដែនអាជ្ញាប័ណ្ណយកអាប្រម៉ោយនិងអាការបូមខ្សាច់នឹងយកទៅបុកច្រាំងឬបូមក្បែរច្រាំងនោះច្បាស់ជាបាក់ហើយក៏ប៉ុន្តែបើធ្វើទៅតាមបទដ្ឋានបច្ចេកទេសទៅតាមដែនអាជ្ញាប័ណ្ណដែលកំណត់មិនបាក់ច្រាំងទេក៏ប៉ុន្តែនឹងជួយសម្រួលឲ្យច្រាំងនោះកាន់តែផ្សារឡើងវិញទេបើការអានប្រជាប្រដ្ឋថាបូមខ្សាច់កន្លែងណាបាក់កន្លែងនោះចឹងហើយបានខ្ញុំមុននេះខ្ញុំទី1ខ្ញុំបានពន្យល់ហើយទី2ខ្ញុំបានថារៀបជា trip មួយអញ្ជើញអ្នកកសែតទៅមើលទីតាំងបូមខ្សាច់តែម្ដងតើវាមានបាក់ច្រាំងដែរឬទេខ្ញុំមុនពេលចាប់ផ្ដើមខ្ញុំនិយាយថាអរគុណបងប្អូនអ្នកសារព័ត៌មានទាំងអស់ដែលមានអាជីពមានវិជ្ជាជីវៈមានក្រមសីលធម៌មុននឹងមានអីសួរដេញដោលគ្នាអញ្ចឹងក៏ប៉ុន្តែខ្ញុំឃើញប្រហែលថ្ងៃនេះកាត់រូបខ្ញុំតែខ្ញុំនិយាយនៅទីស្តីការណរដ្ឋមន្ត្រីដូចតាំងពីអាណត្តិមុនតាំងពីអីបាទយកមកបញ្យល់ពីរឿងបូមខ្សាច់ទៅវាបាក់វាអីចឹងណាអញ្ចឹងតើយើងបន្តជឿនៅការផ្សព្វផ្សាយក្នុងឆន្ទៈមូលបង្កាច់ឬមើលយើងជឿការពិតយន្តការច្បាស់លាស់ធំបំផុតរបស់យើងជាយន្តការអីនៅពេលដែលយើងផ្ដល់អាជ្ញាប័ណ្ណគឺយើងមានវេទិកាសាធារណៈពីគ្រោះយោបល់ជាមួយប្រជាជននៅទីនោះធ្វើយើងបានប្រាប់គាត់ហើយមានបញ្ហាគឺតាក់ទងមកក្រសួងរាជជាបន្តតាមរយៈយន្តការ hotline ថាការបូមខ្សាច់ដែលបាននិយាយគ្នាគឺអត់អញ្ចឹងទេក្រុមហ៊ុនបូមឆ្វេងបូមស្បាំងអត់មានពងបូមចល័តដោយបងអូនបានលើអញ្ចឹងណារត់ទៅឆ្វេងរត់ទៅតាមធ្វើឲ្យបាក់ច្រាំងគឺយើងមានយន្តការបណ្ដឹងនេះទី1គឺគ្រប់ប្រជាប្រដ្ឋទាំងអស់ដែលរស់នៅតំបន់នោះអាចបណ្ដឹងមក hotline ក្រសួង095 727 727គ្រប់ម៉ោងគ្រប់ពេល24ម៉ោងតែម្ដងដើម្បីឲ្យគាត់អស់មន្ទិលសង្ស័យទី2យន្តការចុះត្រួតពិនិត្យណាយន្តការទី1គឺប្រជាប្រដ្ឋជាប៉ូលីសយន្តការទី2គឺយន្តការចុះត្រួតពិនិត្យយើងមានក្រុមអធិការកិច្ចខាងខ្សាច់ចុះពិនិត្យដែលអត់មានជូនដំណឹងទៅមុនទេយើងមានអបបរបស់យើងចុះយើងទៅឆែកមើលតើទូកបូមនោះនៅក្រៅដែនឬក្នុងដែនមានមែនដោយសារទន្លេវាហូរល្បឿនវាខ្លាំងចុះណាអ៊ូនឹងរសាទៅជន់ដែនឬក្រៅដែនបន្តិចបន្តួចប៉ុន្តែអត់រួចទេទោះបីជាក្រៅដែនក៏ដោយរងការពិន័យលើកទី1ពិន័យលើកទី2លើកទី3មានតែព្យួរឬដកហូតអាជ្ញាប័ណ្ណតែម្ដងបាទអញ្ចឹងយើងមានក្រុមអធិការកិច្ចពីក្រសួងដែលចុះយើងមានក្រុមមន្ទីរដែលនៅទីនោះដើម្បីពិនិត្យថែមទៀតបាទអញ្ចឹងយន្តការក្នុងការផ្ទៀងផ្ទាត់យើងមានប៉ុន្តែយន្តការសំខាន់បំផុតនោះគឺយើងសូមប្រជាពលរដ្ឋដែលរស់នៅទាំងសងខាងទន្លេនោះធ្វើជាផ្នែកជាចំមុខអ្នកនេសាទជាផ្នែកជាចំមុខឲ្យយើងអ្នកកសែតជាផ្នែកជាចំមុខមានមន្ទិលសង្ស័យអាចចុះទៅកុំអាចជឿគេថាកុំអាចជឿ TikTok ជឿ Facebook ដែលគេបង្ហោះអាចចុះទៅមើលទៅឬអាចខលមកសួរឬចុះទៅជាមួយគ្នាបាទអញ្ចឹងហើយអានេះគឺជាយន្តការបង្ហាញពីភាពស្មោះត្រង់
របស់យើងជាមួយប្រជាប្រដ្ឋក្នុងការធ្វើអាជីវកម្មសា Sahara